ឥឡូវអញមើលស្អីខ្ញុំមិនប្រាប់អញទេថានៅក្នុងខ្លួនខ្ញុំមានបង្កប់ត្បូងរកបៃតងទឹកកកជាង10តោនដែលមានតម្លៃយ៉ាងហោចណាស់10000លាននោះចុងយ៉ារកស៊ីក្នុងវិស័យត្បូងនេះយូរហើយមិនដែលធ្លាប់ឃើញថ្មល្អបែបនេះសោះត្បូងនៅខាងក្នុងនេះយ៉ាងហោចណាស់ក៏តម្លៃ10000លានដែរមិនដឹងថាគេលក់តម្លៃប៉ុន្មានទេតើថៅកែតាថ្មមួយដុំនេះលក់តម្លៃប៉ុន្មានដែរក្មួយប្រុសអញក៏ត្រូវភ្នែកលើថ្មមួយដុំនេះដែរហ៎អ្នកដែលស្រក់ទឹកមាត់ចង់បានវាមានមិនតិចទេតែអ្នកហ៊ានឲ្យតម្លៃគឺអត់សូវមានដូច្នេះហើយទើបខ្ញុំមិនចង់លក់ទាំងដុំគឺចង់ពុះវាលក់តែម្ដងថៅកែនៅមិនទាន់ប្រាប់តម្លៃផងមិនដឹងថាខ្ញុំមិនហ៊ានទិញនោះម្យ៉ាងទៀតចុះបើពុះមកសាច់ខាងក្នុងវាមិនល្អថៅកែមិនខាតធំទេអីក្មួយប្រុសបើអញពិតជាចង់ទិញទាំងដុំមែនខ្ញុំអាចបញ្ចុះតម្លៃឲ្យតែយ៉ាងហោចណាស់ក៏ត្រូវប៉ុណ្ណេះដែរ5លានមិនមែនទេឬមួយក៏50លានហេ50លានអញបានត្រឹមតែគិតនឹងហើយបើវាមានតម្លៃត្រឹម50លានគេទិញបាត់យូរហើយមិនចាំបាច់ដល់វេនពួកអញមកមើលទេគឺ500លានហើយចុះមួយសេនក៏ខ្ញុំមិនលក់ឲ្យដែរ500លានជីលើ500លានប្រថុយពេកហើយណាបងមើលសម្បកខាងក្រៅរបស់វាទៅគ្រាន់តែស្នាមប្រេះមានប្រមាណកន្លែងបាត់ទៅហើយបើស្នាមប្រេះទាំងនេះស៊ីដល់ខាងក្នុងលុយ500លានច្បាស់ជាលីមិនខានទេខ្ញុំប្រាប់ហើយតើ500លានមិនមែនមនុស្សធម្មតាអាចមានលទ្ធភាពទិញបានទេពួកឯងចាំខ្ញុំពុះរួចសឹមមកទិញទៅល្អជាងហាហាត្បូងរកកើតឡើងពីធម្មជាតិមិននឹងអាចគ្មានស្នាមប្រេះនោះថាកែតម្លៃ500លានមើលងាយអ្នកណាគេមកខ្ញុំវេលលុយឲ្យលើនេះទទួលបានទឹកប្រាក់500លានយ៉ន500លានឥឡូវអត់នេះវេលលុយមិនញឹកដៃសោះឬមួយក៏ក្នុងថ្មនេះមានបង្កប់របស់ល្អមិនអ្នកដែលធ្លាប់មើលថ្មនេះមានមិនក្រោម20អ្នកទេតែគ្មានអ្នកណាហ៊ានទិញសោះការពន្យល់តែមួយគត់គឺវាភ្នែកអន់មើលខុសហើយតែខ្វល់ស្អីសំខាន់មិនមែនខ្ញុំអ្នកខាត់ឯណាសំណាងហើយដែលខ្ញុំមកតាន់បើបណ្ដោយឲ្យគាត់ពុះលក់ខ្លាចថាតម្លៃ5000លានក៏ទិញមិនបានផងក្មួយប្រុសអញគឺជាមួយដែលចិត្តសឿងនឹងដៃទូលាយបំផុតដែលខ្ញុំធ្លាប់ជួបប៉ុន្តែខ្ញុំសូមនិយាយឲ្យហើយណាអញត្រូវគិតច្បាស់កុំដល់ពេលពុះមកខាត់មកទម្លាក់កំហុសលើខ្ញុំឲ្យសោះថៅកែកុំបារម្ភអីបើពុះមកខាត់ចាត់ទុកថាខ្ញុំសុយចុះធានាថាមិនស្ដាយក្រោយទេល្អថ្មមួយដុំនេះខ្ញុំលក់ឲ្យឯងក្រៅពីនេះបើអញត្រូវការខ្ញុំនឹងហ្វ្រេសេវាពុះថ្មឯងថែមទៀតជាលើថ្មនេះធំលេះដឹកទៅវិញច្បាស់ជាពិបាកហើយមិនពុះវានៅទីនេះតែម្ដងទៅអូខេអញ្ចឹងពួកយើងទៅកន្លែងពុះថ្មលើនេះហើយពុះវានៅនឹងហ្មងទៅមិនយូរប៉ុន្មានពួកយើងក៏បានមកដល់តំបន់ពុះថ្មពេលនោះក្រុមអាជីវករលក់ត្បូងនៅក្បែរឃើញមានថ្មធំបែបនេះរៀបនឹងពុះក៏ចាប់អារម្មណ៍នាំគ្នាចំរំមើលគ្រប់គ្នាថ្មធំបែបនេះកម្រមានណាស់តើអស់លុយប៉ុន្មានទៅអាចទិញបានទៅថ្មមួយដុំនេះខ្ញុំធ្លាប់មើលហើយថៅកែប្រាប់ថាយ៉ាងហោចណាស់ក៏500លានដែរពេលនោះខ្ញុំមិនល្ងងទិញថ្មដែលមានហានិភ័យខ្ពស់បែបនេះទេឥឡូវនេះមានភាពក្លាហានហ៊ានទិញខ្ញុំពិតជាសរសើរវាមែនតែតាមខ្ញុំមើលប្រហែលជាខាត់ច្រើនជាងចំណេញហើយមែនហើយថ្មនេះទោះបីជាធំតែមិនប្រកាសថាពុះទៅចំណេញទេមើលនឹងភ្នែកទេឃើញស្នាមប្រេះប៉ុន្មានកន្លែងបាត់ទៅហើយប្រយ័ត្នតែចេញមកខ្លាចជាសាច់ថ្មប្រេះចុះចប់ហើយគ្មានអ្នកណាគិតថាថ្មនេះល្អសោះខ្ញុំដឹងតែអញ្ចឹងហ្មងលុយ500លានពិតជារលីមែនហ៎ពេលនោះខ្ញុំមិនបានខ្វល់ពីការចំអករបស់ពួកគាត់ទេតែបានងាកទៅប្រាប់ជាងពុះថ្មថាលោកពូជួយខាត់បាត់មុខថ្មបន្តិចទៅយកត្រង់កន្លែងខាងលើបំផុតនឹងទៅបានហើយជាងក៏ចាប់ផ្ដើមបញ្ចុះផ្លែម៉ាស៊ីនលីឡំជាមួយនឹងសម្លេងម៉ាស៊ីនកាត់ថ្មលាន់ងឺពេលនោះអ្នកដែលនៅទីនេះទាំងអស់គ្មានអ្នកណាគិតថាខ្ញុំនេះនឹងល្អឡើយខណៈពេលដែលពួកគេគិតថាខ្ញុំច្បាស់ជាស្ដាយក្រោយមិនខាននោះស្រាប់តែវិនាទីបន្ទាប់ជាងពុះថ្មក៏បន្លឺសម្លេងភ្ញាក់ឡើងចុងយ៉ាកន្លែងបាត់មុខថ្មនេះគឺជាត្បូងបៃតងពេញសាច់ថ្មហើយស្ទើរតែគ្មានកស្នាមអីបន្តិចសោះសាច់ត្បូងសុទ្ធល្អបែបនេះខ្ញុំទើបតែធ្លាប់ឃើញលើកទី1ទេមិនអាចទេសាច់ត្បូងទឹកល្អហើយបៃតងពេញសាច់បែបនេះហ៎បើមិនឃើញនឹងភ្នែកស្មានតែយកសັບហើយយីគ្មានយុទ្ធធម៌សោះហេតុអីអាក្មេងនេះសំណាងម្លេះស្ដាយក្រោយណាស់ដែលពេលនោះមិនព្រមទិញបើមិនអញ្ចឹងអ្នកដែលពុះបានត្បូងបៃតងសុទ្ធនេះគឺជាហាងត្បូងហ៊ូសឹងរបស់ពួកយើងបាត់ទៅហើយចំណែកឯថៅកែដែលលក់ថ្មឲ្យខ្ញុំវិញពេលឃើញបើកមុខថ្មចេញមកទឹកល្អបែបនេះក៏កាំងនិយាយលេងចេញតែម្ដងថៅកែមុខកាត់ទី1ចេញមកល្អអញ្ចឹងមិនមែនចង់ក្រឡុយទេដឹងបើចង់ដកយកថ្មខ្ញុំទៅវិញខ្ញុំមិនព្រមទេណាជឿចិត្តណាស់ដឹងអញ្ចឹងខ្ញុំពុះខ្លួនឯងបាត់ហើយគ្រាន់តែបើកមុខថ្មសោះគឺប្រភេទទឹកកកពណ៌បៃតងសុទ្ធមកធំបែបនេះឥឡូវយ៉ាងហោចណាស់ក៏តម្លៃចាប់ពី1000លានឡើងដែរឥឡូវថៅកែស៊ឺផាត់ធានដូចជាខ្ញុំមិននឹងអាចក្រឡាសម្ដីនោះប៉ុន្តែដោយសារថ្មនេះខ្ញុំជាអ្នកលក់ឲ្យឯងអញ្ចឹងខ្ញុំមានសិទ្ធិទិញមុនគេ800លានលក់មកឲ្យខ្ញុំមកថៅកែលុយត្រឹម800លានចង់យកថ្មមួយដុំនេះទៅវិញអស់ដូចជាងាយស្រួលពេកទេដឹងឥឡូវហាងត្បូងហ៊ូសឹងយើងឲ្យតម្លៃ1000លានទិញយកថ្មមួយដុំនេះយ៉ាងទៅហ៊ូអញមានឋានៈអីហ៊ានមកដណ្ដើមថ្មពីណានប៉ាធាននោះឥឡូវ1500លានខ្ញុំយកហើយណានប៉ាធានលោកអញលុយម្លេះហ៊ានឲ្យតម្លៃក៏ដល់1500លានហ៎ប្រយ័ត្នតែមុខកាត់ទី2ពុះមកខាតហាងត្បូងគឺសៀងរបស់អញក៏លីដែររឿងរបស់អញខ្ញុំណានប៉ាធានគឺសុខចិត្តប្រថុយឥឡូវសុំណែនាំខ្លួនបន្តិចខ្ញុំគឺជាអ្នកគ្រប់គ្រងធំរបស់ហាងត្បូងគឺសៀង1500លានថ្មនេះខ្ញុំយកបើអញមិនលក់ឲ្យខ្ញុំទេអញប្រកាសជារកស្បែកគ្រប់ក្បាលមិនបានទេបើហ៊ានប្រឆាំងនឹងហាងគឺសៀងយើងអូអញ្ចឹងអបើអញ្ចឹងមែនខ្ញុំរត់តែមិនលក់ឲ្យមកទោះអញឲ្យ2000លានក៏ខ្ញុំមិនលក់ឲ្យដែរថយចេញទៅឈោមើលឲ្យស្ងៀមទៅកុំមករំខានខ្ញុំពុះមកកាត់ទី2ស្អីគេឥឡូវលុយ1500លានទេមិនយកចង់ទៅប្រថុយពុះមកកាត់ទី2ទៀតអចុះបើពុះមកខាត់អញមិនត្រឹមតែអស់រលីងទេថែមទាំងខុសជាមួយហាងត្បូងគឺសៀងយើងទៀតអញជាមនុស្សឆ្លាតដឹងថាគួរជ្រើសរើសផ្លូវណាហើយមែនទេមានបានព្រោះការប្រថុយថ្មរបស់ខ្ញុំជាអ្នកសម្រេចមិននឹងអាចទុកពេលឲ្យឯងមកចំអកបញ្ជីទីនេះបានទៅហេអញ្ចឹងក៏បានចាំមើលថាមកកាត់ទី2របស់ឯងអាចពុះចេញជាកាសអីខ្លះលោកពូបន្តទៀតទៅមកកាត់បន្តនេះជួយខាត់តាមជុំវិញកន្លែងបាត់មុខថ្មនេះឲ្យបន្តិចម្ដងមកមិនយូរប៉ុន្មានជាងក៏ចាប់ផ្ដើមពុះមកកាត់ទី2ស្របពេលដែលណានប៉ាធានកំពុងទន្ទឹងរង់ចាំឲ្យមកកាត់ទី2របស់ខ្ញុំនេះពុះមកខាត់នោះស្រាប់តែវិនាទីបន្ទាប់ជាងក៏បន្លឺសម្លេងភ្ញាក់ឡើងម្ដងទៀតមកកាត់ទី2ដែលខាត់ចេញមកនេះគឺសុទ្ធតែពណ៌បៃតងទាំងអស់ហ្មងហើយទឹកត្បូងនេះគឺរឹតតែលយទៀតមិនត្រឹមតែទឹកត្បូងល្អទេនិយាយដោយមិនបញ្ចែកបញ្ចើ
វាមើលទៅដូចជារាវកំពុងហូរអញ្ចឹងបើខ្ញុំមើលមិនខុសទេណានេះជាត្បូងមរកធិរាជជាប្រភេទទឹកកកដុំធំហ្មងឬសំដីយ៉ាងទៅហួរហើយអ្នកគ្រប់គ្នាក្នុងស្តង់សុទ្ធតែភ្ញាក់ផ្អើលយ៉ាងខ្លាំងត្បូងមរកធិរាជដុំធំប៉ុណ្ណេះទោះរកពេញមួយអាគារនេះក៏ពិបាកនឹងមានដុំទី2ដែរចំណែកណានប៉ាធានវិញពេលនេះមុខឡើងក្រហមស្លាំងហ្មងអាល្អិតឯងចាត់ទុកថាសំណាងហើយដែលកាត់បានត្បូងកម្របែបនេះអញ3000លានយកដុំនេះប៉ុណ្ណឹងឯងពេញចិត្តហើយមែនទេណានប៉ាធានឲ្យតម្លៃកេងចំណេញចង់បានរបស់ល្អសាច់ឯកបែបនេះមិនរៀងសង្កត់បងអូនប្រុសនេះពេកទេដឹងហាងលក់គ្រឿងអលង្ការហ៊ូសឹងរបស់ខ្ញុំបាន10000លានហួរលោកឯងជាខ្សែក្មេងនេះជួលមកបញ្ឆោតតាដឹងទូដុំនេះជាត្បូងរកមែនតែក៏មិនដល់តម្លៃកប់ពុក10000លានដែរមនុស្សកម្រិតណានប៉ាធានដូចអញមិនចាញ់បោកការបញ្ឆោតដំឡើងថ្លៃរបស់ឯងទេមិនចម្លែកទេដែលហាងហ៊ូសឹងកាន់តែរីកចម្រើននោះភ្នែកនិងភាពក្លាហានរបស់ថៅកែយ៉ាងពិតជាមិនធម្មតាមែនលក់យកមុខរាប់អានឲ្យហាងហ៊ូសឹងក្នុងតម្លៃ10000លានមួយក្តារនេះពិតជាចំណេញហ្មងថៅកែយ៉ាងពិតជាក្លាហានមែនលក់10000លានចុះយ៉ាងទៅហួរដុំនេះទើបកាត់បានពាក់កណ្ដាលទេហានិភ័យពាក់កណ្ដាលទៀតមនុស្សដូចឯងរ៉ាប់រងមិនបានទេហ៊ានទិញ10000លានឯងយ៉ាងហោចណាស់ក៏ខាត3000លានដែរណានប៉ាធានលោកឯងភ្លេចថាខ្ញុំជាអ្នកលក់ត្រីហើយមែនទេរលកកាន់តែធំត្រីកាន់តែថ្លៃថៅកែកាត់មួយកាំបិតចុងក្រោយទៅចេះកម្រិតប៉ុណ្ណឹងសោះមកធ្វើខ្លាំងអីទីនេះចាំមើលអញសាយយំអញម្ដងជាលឺបងគិតថាមួយកាំបិតចុងក្រោយនេះលទ្ធផលយ៉ាងម៉េចដែរថៅកែយ៉ាងមានភ្នែកមុតណាស់បើកាត់ចេញមកស្អាតហើយយកទៅកែច្នៃទៀតតម្លៃវាអាចឡើងដល់12000លានឬលើសពីនេះទៅទៀតអបអសាទរថៅកែយ៉ាងកម្មបិតទី3នេះនៅតែឡើងថ្លៃខ្លាំងតម្លៃត្បូងដុំនេះពេលនេះយ៉ាងហោចណាស់ក៏ខ្ទង់12000លានដែរគេពិតជាភ្នាល់ឈ្នះមែនតើត្បូងដុំនេះយ៉ាងហោចណាស់ក៏ធ្វើឲ្យហ៊ូសឹងចំណេញបាន2000លានដែរលោកឯងច្រណែនទៅចុះហាគឺជាលឺយ៉ាងទៅហួរថ្ងៃនេះអញបណ្ដោយឲ្យពួកឯងបានចិត្តចុះថ្ងៃមុខនៅវែងឆ្ងាយណាស់បើថ្ងៃណាធ្លាក់ដល់ដៃណានប៉ាធាននេះអញច្បាស់ជាធ្វើឲ្យពួកឯងរស់មិនបានស្លាប់មិនរស់ជាមិនខានអាល្អិតសម្លឹងមើលអីនេះគឺជាត្បូងផ្ទៃមេឃសមុទ្រទឹកកករាប់រយតោនតម្លៃមិនក្រោម20000លានទេវ៉ាជាត្បូងផ្ទៃមេឃសមុទ្រទឹកកកកម្រិតកម្ពុជាតើត្បូងនេះមិនត្រឹមតែមានពណ៌សុទ្ធល្អគ្មានស្នាមប្រេះហើយថែមទាំងដុំធំទៀតមើលទៅថ្ងៃនេះរើបានរបស់ល្អទៀតហើយបងជាលឺមើលត្បូងប្រភេទម៉ូស៊ីសានេះទៅថ្លាល្អណាស់ពេលចាំងភ្លើងទៅចេញពណ៌ផ្ទៃមេឃស្អាតខ្លាំងណាស់ហ្មងគួរឲ្យស្ដាយដុំនេះណាស់ទោះខាងក្នុងមានសាច់ត្បូងថ្លាដូចកញ្ចក់មែនតែក៏មានស្នាមប្រេះញឹកស្អេកសំបីធ្វើចិញ្ចៀនមួយក៏មិនបានដែរមិនខុសពីដុំថ្មចោលទេគិតក្នុងចិត្តពីអ្នកនេះស្លៀកពាក់ស៊ីវិល័យមើលដឹងតែអ្នកមានហ្មងគិតក្នុងចិត្តបើជាអ្នកថ្មីអញនឹងបោកឲ្យឆ្អែតតែបើជាអ្នកជំនាញឲ្យតែគេពេញចិត្តអញនឹងកាប់តម្លៃឲ្យកប់ហ្មងឥឡូវសាកចិត្តសិនប្អូនប្រុសមើលក្បាច់បញ្ចាំងភ្លើងមើលត្បូងនេះដឹងតែជំនាញហ្មងគិតក្នុងចិត្តថៅកែនេះមើលទៅកំពូលខូចឆ្មងចង់មកសាកចិត្តយើងផងអ្នកជំនាញរើសរបស់ល្អដូចខ្ញុំងាយនឹងឲ្យលោកឯងមើលធ្លុះមិនបានខ្ញុំរៀនតាមអ៊ីនធឺណិតទេថៅកែចុះដុំនេះតម្លៃប៉ុន្មានដែរគិតក្នុងចិត្តតាមពិតជាកូនមន់សោះមើលទៅត្រូវបោកឲ្យទុកសាច់ហ្មងនេះជាត្បូងម៉ូស៊ីសាសាច់ចាស់បញ្ចាំងភ្លើងទៅពណ៌ផ្ទៃមេឃងាយនឹងបានសាច់កញ្ចក់ណាស់មួយដុំនេះអាចឲ្យប្អូនចំណេញរាប់លានដុល្លារឯណោះថៅកែត្បូងម៉ូស៊ីសានេះងាយនឹងប្រេះណាស់ណាប្អូនប្រុសដុំនេះមិនដូចគ្នាទេគ្រាន់តែសម្បកក្រៅក៏ស៊ីដាច់ត្បូងម៉ូស៊ីសាផ្សេងបាត់ទៅហើយគិតក្នុងចិត្តតាខូចឲ្យដុំនេះប្រេះឡើងខ្ទេចគ្មានសល់ហើយនឹងនោះមិនមែនហឺជាលឺទេតាមពីក្រោយវាទៅវាពេញចិត្តមួយណាដណ្ដើមយកមួយញ៉ឹងថៅកែដុំនេះតម្លៃប៉ុន្មានបើសម្រុំពួកខ្ញុំយកហើយតម្លៃដាច់2លានឈប់សិនអញក៏ពេញចិត្តដែរអញឲ្យ2លានកន្លះសាងប៊ីវដុំនេះខ្ញុំអ្នកមើលឃើញមុនលោកឯងយល់ច្បាប់ទម្លាប់អត់នាងឯងមើលឃើញមុនតែបានលុយហើយនៅលក់ឲ្យនរណាស៊ីសងលើថៅកែជាអ្នកសម្រេចដុំនេះលក់ឲ្យថៅកែសាងចុះលោកថៅកែគ្មានក្រុមសិលធម៌សោះហានៅទីនេះសាងប៊ីវអញនេះហើយជាច្បាប់គិតក្នុងចិត្តចំណាយ8លានទិញដុំថ្មប្រេះខ្ទេចអរគុណអញហើយដែលជួយឲ្យខ្ញុំបានទិញដុំកម្ពូលនេះក្នុងតម្លៃថោកជាលឺអូនមិនសុខចិត្តឲ្យគេដណ្ដើមយកអញ្ចឹងទេមិនអីទេគេចង់បានទុកឲ្យគេទៅទីនេះនៅសល់ត្បូងច្រើនណាស់គិតក្នុងចិត្តអូនយល់ហើយបងជាលឺរបស់ដែលបងព្រមឲ្យគេដឹងតែរបស់ខាត់ហ្មងដុំមិញលោកមិនលក់ឲ្យខ្ញុំទ្រាំបានចុះដុំនេះអាចបញ្ចុះតម្លៃបន្តិចបានទេគិតក្នុងចិត្តកូនមន់ចង់មកថ្លៃទៀតមិនកាប់ឯងឲ្យទៅកាប់អ្នកណាដុំម៉ូវ៉ាន់ជីនេះធំជាងមុនសម្បកខ្មៅរលោងមានរបបខ្សាច់ខ្លះតម្លៃយ៉ាងហោចក៏50លាន2សែនដែរថៅកែត្បូងនេះមានស្នាមប្រេះច្រើនណាស់បញ្ចាំងភ្លើងក៏មិនសូវភ្លឺហានិភ័យខ្ពស់ខ្ញុំឲ្យត្រឹម2សែនបានខ្ញុំយកគេថ្លៃសុំចុះតែកែមទេឯងនេះលេងកាត់កន្ទុយចោលឡើងអស់ហ្មង2សែននឹងមិនទាន់រួចដាំផងយកគ្នាទៅយក5សែនចុះគិតក្នុងចិត្តត្បូងកម្រិតកម្ពុជាទិញបានតម្លៃត្រឹម5សែនតើ5សែនក៏5សែនវេលុយនៅពេលដែលពួកយើងទិញបានត្បូងផ្ទៃមេឃសមុទ្រទឹកកកកម្ពុជានេះហើយយកទៅកាត់ជួនចំពេលដែលសាងប៊ីវកំពុងតែកាត់ដុំត្បូងដែលដណ្ដើមពីខ្ញុំអំបញ្ញមិញដែរថៅកែសាងត្បូងកាត់រួចហើយចង់ឲ្យខ្ញុំអ្នកបើកឬក៏លោកថៅកែបើកខ្លួនឯងដុំនេះអញមានទំនុកចិត្ត100ថាវានឹងឡើងថ្លៃកប់ហ្មងរឿងល្អបែបនេះត្រូវតែអញជាអ្នកបើកផ្ទាល់ដែរហើយនិយាយចប់សាងប៊ីវដើរទៅរកដុំត្បូងនោះដោយទឹកមុខជឿជាក់យ៉ាងខ្លាំង
ថ្មធីរីប្រេះក្រហែងមិននឹងអាចទៅរួចទៅបើថ្មពណ៌ខៀវទឹកកកនេះអត់មានស្នាមប្រេះទេណាយ៉ាងហោចណាស់ក៏លក់បានខ្ទង់លៀនដែរតែសោកស្ដាយណាស់ថ្មមួយដុំនេះស្នាមប្រេះញឹកពេកសូម្បីតែធ្វើត្បូងចិញ្ចៀនមួយគ្រាប់ក៏និយាយឲ្យចំទៅគឺអត់មានតម្លៃថៅកែសាងខ្ញុំពិតជាអរគុណលោកណាស់ដែលបានទិញថ្មប្រេះមួយដុំនេះបើមិនអញ្ចឹងទេអ្នកខាត់បងលុយពេលនេះគឺជាខ្ញុំបាត់ទៅហើយគឺជាលើឯងនេះឯងចង់រៀបអន្ទាក់ដាក់អញមែនទេទើបធ្វើឲ្យអញទិញប៉ះចំថ្មប្រេះបែបនេះឯងត្រូវតែសងការខូចខាតរបស់អញទាំងអស់មកវិញខ្ញុំទីដឹងតាំងពីដំបូងម្លេះថាលោកជាមនុស្សបែបនេះហើយដែលខ្ញុំបានត្រៀមខ្លួនទុកមុនអញ្ចឹងអញ្ចឹងខ្ញុំនឹងឲ្យអ្នកទាំងអស់គ្នាស្ដាប់មើលថាខ្ញុំជាអ្នករៀបអន្ទាក់ឬមួយក៏លោកជាអ្នកបង្ខំទិញបង្ខំលក់ខ្លួនឯងថៅកែចាងចំពោះថ្មមួយដុំនេះសាងបៀវខ្ញុំហ៊ានឲ្យថ្លៃខ្ពស់បំផុត8លានទោះបីជាពីគីមខាងទៀតហ៊ានឲ្យដល់10លានក៏ដោយឲ្យនរណាលោកឯងត្រូវថ្លឹងថ្លែងពីផលប្រយោជន៍ឲ្យបានច្បាស់លាស់ណាស់ពេលដែលអ្នកគ្រប់គ្នាបានដឹងពីសាច់រឿងដើមទុំនៃថ្មប្រេះមួយដុំនេះពួកគេក៏នាំគ្នាចង្អុលមុខស្ដីបន្ទប់ឲ្យសាងបៀវខ្លួនឯងខុសគេក៏បានត្រឹមដើរចេញពីបន្ទប់កាត់ថ្មទាំងអាម៉ាស់មុខគឺជាលឺគង់តែមានថ្ងៃណាមួយអញនឹងឲ្យឯងស្គាល់ដៃអញមិនខានទេនឹកស្មានមិនដល់សោះថាថ្មរបស់ថៅកែសាងដែលមើលទៅល្អខ្លាំងបែរជាកាត់មកប្រេះស្រុតបែបនេះសោះថ្មនៅក្នុងកន្លែងភ្នំនេះមើលទៅដូចជាមិនសូវអីទេតើបើទិញនៅទីនេះច្បាស់ជាខាត់លងចុងមិនស្មានតែថ្មមួយដុំនេះមានគុណភាពល្អអាចជួយតាក់ទាញងួយឲ្យកន្លែងយើងបានច្រើនជាងមុននឹកស្មានមិនដល់សោះថាវាបែរជាប្រេះខ្ទេចទៅវិញឥឡូវនេះបរិយាកាសទាំងមូលស្ងាត់ជ្រុងហ្មងថៅកែចាងកុំទាន់ឲ្យដកដង្ហើមធំគេកាត់ថ្មមកប្រេះធ្វើឲ្យកន្លែងលោកបាត់បង់ភ្ញៀវអស់មិនតិចទេតែមិនប្រកាសទេថ្មរបស់ខ្ញុំមួយដុំនេះអាចទាញប្រជាប្រិយភាពកន្លែងលោកឲ្យត្រឡប់មកវិញក៏ថាបានសង្ឃឹមលើថ្មមួយដុំនឹងគុំសំបីតែស្រមៃអីសំបកក្រៅមិនបានល្អស្មើនឹងថ្មរបស់ថៅកែសាងផងរបស់គេកាត់មកតិចប៉ុណ្ណឹងទៅហើយចុះទម្រាំថ្មរបស់អញវិញអាចកាត់ចេញខ្ញុំសូមអង្វរមកឯងគុំមកកាត់នៅកន្លែងខ្ញុំអីពេលនេះវាវេទនាគ្រប់គ្រាន់ទៅហើយចុះយើងភ្នាល់គ្នាម្ដងទេបើសិនជាខ្ញុំកាត់ទៅចំណេញលោកត្រូវឲ្យខ្ញុំរើសយកថ្មនៅខាងក្រៅ3ដុំទៀតចុះបើសិនជាកាត់ទៅខាត់វិញនោះខ្ញុំសងលោក20លានថ្មមួយដុំនេះកាលមុនអញលក់តែ20000សំបីតែអ្នកទិញក៏គ្មានផងវាទិញក្នុងតម្លៃ500000ហើយនៅមកឈរញញែមនៅទីនេះទៀតពេលនេះនៅហ៊ានមកភ្នាល់ជាមួយអញទៀតបើអញហ៊ានយកសាច់មកហុចឲ្យដល់មាត់ខ្លាទៅហើយអញ្ចឹងថ្ងៃនេះអញនឹងបង្រៀនមេរៀនដល់ក្មេងខ្ចីដូចជាឯងឲ្យបានដឹងម្ដងយកពុំភ្នាល់ក៏ភ្នាល់ដើម្បីជៀសវាងកុំឲ្យឯងក្រឡេកក្រលុចនៅពេលក្រោយតាមច្បាប់ឯងត្រូវតែស៊ីញេកិច្ចសន្យាភ្នាល់គ្នានេះសិនចាំតតែកាត់រួចសិនទៅមើលថានរណាជាអ្នកក្រឡេកក្រលុចពិតប្រាកដយកមកខ្ញុំស៊ីញេមិនយូរប៉ុន្មានខ្ញុំនឹងថៅកែកន្លែងភ្នាល់ថ្មក៏បានស៊ីញេកិច្ចសន្យាភ្នាល់គ្នាពេលនោះថ្មមួយដុំនេះក៏ត្រូវបានដាក់នៅមុខម៉ាស៊ីនកាត់បាត់ទៅហើយថៅកែទើបតែប្រាប់ខ្ញុំថាអាក្មេងនេះគ្រាន់តែជាក្មេងល្ងងម្នាក់ប៉ុណ្ណោះមើលទៅថ្មរបស់វាគ្រាន់តែជារបស់ធម្មតាតែប៉ុណ្ណោះច្បាស់ណាស់ថាកាត់មិនចេញស្អីទេដើម្បីកុំឲ្យខាត់ពេលញញៃបញ្ចុះបញ្ចូលឲ្យវាកាត់ពាក់កណ្ដាលតែម្ដងទៅល្អជាងអូនប្រុសចាំបងកាត់ពាក់កណ្ដាលឲ្យតែម្ដងទៅអីធ្វើបែបនេះថ្មនឹងខាត់ឬចំណេញគឺយើងដឹងច្បាស់តែម្ដងលោកគ្រូខ្ញុំរៀនបានតិចណាស់ណាលោកគ្រូកុំបោកខ្ញុំអីថ្មរបស់ខ្ញុំមួយដុំនេះលោកគ្រូជួយឈូសបើកមុខវានៅត្រង់កន្លែងនេះបន្តិចសិនមកហើយបដូរក្បាលឈូសទៅជាក្បាលឈូសពេជ្រទៅថ្មនេះចាស់ណាស់ក្បាលឈូសធម្មតាស៊ីវាអត់ចូលទេបើខំប្រឹងកាត់វាអាចធ្វើឲ្យខូចសាច់ក្មេងនេះតាមពិតវាជាអ្នកស្គាល់ជំនឿសោកធ្វើល្ងងដើម្បីស៊ីឆ្លាតនៅមុខអញផងអាក្មេងនេះឯងពិតជាមិនធម្មតាមែនវើយ